សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូមករំលឹកមេរៀនជាមួយនឹងបងប្អូនទាំងអស់គ្នាសារឡើងវិញនៅមេរៀនដែលយើងបានរៀនកន្លងមកអញ្ចឹងបងប្អូនទាំងអស់គ្នាចាំឆ្លើយសំណួរអ្នកគ្រូទាំងអស់គ្នាតើពាក្យអ្វីខ្លះដែលផ្ដើមដោយអក្សរកខ្ញុំតោះគុនធាតើអក្សរកមានពាក្យអ្វីខ្លះជំរាបអ្នកគ្រូអក្សរកមានដូចជាកក្រពើកកង្កែបកកំកកុកចាល្អណាស់គុនធាបងអូនឆ្លើយបានត្រឹមត្រូវហើយចុះអក្សរខតើផ្ដើមដោយពាក្យអ្វីខ្លះសុវណ្ណរាជអាចឆ្លើយបានឬទេបានអ្នកគ្រូអក្សរខគឺខ្លាអក្សរកគឺខ្យងអក្សរខគឺខែអក្សរខគឺខោពិតជាត្រឹមត្រូវណាស់សុវណ្ណរាជចុះពាក្យអ្វីខ្លះដែលផ្ដើមដោយអក្សរកឧត្តមតើកូនអាចឆ្លើយបានដែរឬទេបានអ្នកគ្រូអក្សរកគឺគោអក្សរកគឺគូលែនអក្សរកគឺផ្លែគោអក្សរកគឺគីវីអ្នកគ្រូចាល្អណាស់ត្រឹមត្រូវហើយឧត្តមចុះអក្សរខផ្ដើមដោយពាក្យអ្វីខ្លះបងប្អូនចាអ្នកគ្រូគឺខោខ្មុំខោខ្លាំងខោក្លោកអ្នកគ្រូចាហើយចុះអក្សរងវិញប្អូនតើផ្ដើមដោយពាក្យអ្វីខ្លះបានអ្នកគ្រូអក្សรงគឺងាវងគឺងំនៅងគឺងុដចាល្អណាស់បងប្អូនទាំងអស់គ្នាឆ្លើយបានត្រឹមត្រូវណាស់អញ្ចឹងថ្ងៃនេះអ្នកគ្រូរំលឹកតែ5តួអក្សរគឺមានអក្សរកអក្សរខអក្សរកខនិងអក្សរងអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជួបអ្នកគ្រូនៅវីដេអូក្រោយបន្តទៀត